爸爸，哎，我想上学。现在家里穷，等过2年家里有钱了，一定送你上学，好不好？ ក្មេងតូចម្នាក់នេះប្រាថ្នាចង់ទៅរៀនតែសូម្បីតែលុយទិញខ្មៅដៃមួយដើមក៏គ្មានផងនាងមិនបានស្រាក់ទឹកភ្នែកសូម្បីតែមួយដំណក់ប៉ុន្តែរឿងរ៉ាវរបស់នាងធ្វើឲ្យមនុស្សរាប់លាននាក់ទប់ទឹកភ្នែកស្ទើរមិនជាប់មានពេលមួយនៅក្រៅបន្ទប់ថ្នាក់រៀនការលួចស្ដាប់មេរៀនរបស់ក្មេងស្រីម្នាក់បានបំលែងវាសនារបស់នាងដោយស្ងៀមស្ងាត់នាងមិនដែលនឹកស្មានថាភ្នែកមួយគូដែលពោពេញទៅដោយចិត្តអន្ទះសារចង់រៀននិងស្មារតីស្រឡាញ់ការសិក្សាខ្លាំងនោះនឹងត្រូវបានថតជារូបភាពដាក់នៅលើទំព័រកាសែតមុខរូបថតមួយសន្លឹកបានដាក់ឲ្យសម័យកាលមួយភ្ញាក់ពីការមិនអើពើអ្នកដឹកនាំរឿងឈ្មោះវ៉ាងយុនហ្វាងបានយករឿងពិតដែលលាក់នៅពីក្រោយរូបថតនោះមកបំលែងជាខ្សែភាពយន្តនេះជារឿងរ៉ាវមួយពីសុទ្ធមួយគ្រាប់ពីខ្មៅដៃមួយដែលបានកែប្រែវាសនារបស់មនុស្សម្នាក់និងមួយចំនួនមុននឹងចាប់ផ្ដើមសម្រាយរឿង admin សូមណែនាំក្រុមហ៊ុនដឹកជញ្ជូនទំនិញពីចិនគឺជាក្រុមហ៊ុន PPD Express ជួយបង្រៀនទិញទំនិញពីចិនឲ្យខ្លួនឯងជួយឆែកទំនិញចរចាពីរោងចក្រផ្ទាល់ដែលឥតគិតថ្លៃបងប្អូនអាចតាក់ទងតាមរយៈ Facebook Page ឬ Telegram QR code ខាងលើបានចាប់ផ្ដើមពីឆ្នាំ1990នៅប្រទេសចិនក្រោមការដឹកនាំរបស់លោកតេងសៀវពីងកំពុងស្ថិតនៅក្នុងដំណាក់កាលកែតម្រង់និងផ្លាស់ប្ដូរទីក្រុងថ្មីហើយក៏មានភាពរីកចម្រើនប៉ុន្តែជនបទនៅតែជាប់ភាពក្រីក្រនៅឡើយនៅស្រុកជីនចៃខេត្តអានហួយតំបន់ជួរភ្នំនៃជនបទមួយដីអំណោយផលក៏មានតិចធ្វើឲ្យប្រជាជននៅទីនោះក្រីក្រយ៉ាងខ្លាំងក្មេងស្រីអាយុត្រឹមតែ7ឆ្នាំម្នាក់ជារៀងរាល់ថ្ងៃបន្ទាប់ពីជួយធ្វើការងារឪពុកម្ដាយរួចនាងតែងតែចូលទៅក្នុងទ្រុងមាន់ដើម្បីយកស៊ុតមួយគ្រាប់ចាញ់ស៊ុតមួយគ្រាប់នោះពិតជាមានតម្លៃបំផុតសម្រាប់គ្រួសាររបស់នាងតែភ្លាមនាងក៏ធ្វើឲ្យរអិលដៃទម្លាក់ស៊ុតនោះធ្លាក់ចុះមកក្រោមនាងអត់បានគិតច្រើនក៏រត់ចូលទៅក្នុងផ្ទះដើម្បីយកចានមួយអង្គុយចុះហើយយកដៃប្រមូលស៊ុតនោះឡើងចូលក្នុងចាននាងព្យាយាមធ្វើយ៉ាងអស់ពីសមត្ថភាពភ្លាមម្ដាយចេញមកឃើញបែបនេះមិនបានលួងលោមកូនស្រីទេកូនស្រីកំពុងតែភ័យតែគាត់បែរជាស្ដីបន្ទោសថាស៊ុតមួយគ្រាប់អាចផ្លាស់ប្ដូរបាយបានប៉ុន្មានតើឯងដឹងទេផ្ទះយើងកំពុងតែជំពាក់គេជំទឹះហើយឯងមិនប្រយ័ត្នបែបនេះតើពេលណាទើបយើងសងគេអស់ទៅក្មេងស្រីអោនក្បាលចុះមិនមែនព្រោះតែការអន់ចិត្តព្រោះតែការស្ដីបន្ទោសខ្លួនឯងដែលខ្វះការប្រុងប្រយ័ត្នវាសនារបស់នាងតូចដូចជាបានសរសេរទុករួចមកហើយការចិញ្ចឹមមាន់លែងទាដាំបន្លែត្បាញកន្ត្រកដល់ពេលនាងធំពេញរូបពេញរាងរៀបអាពាហ៍ពិពាហ៍និងរស់នៅជីវិតនៅក្នុងភូមិភ្នំជ្រៅនោះដដែលរហូតដល់ថ្ងៃមួយនាងឃើញក្មេងស្រីនៅជិតផ្ទះឈ្មោះសៀវហួយស្ពាយកាបូបរៀននាងក៏សួរហេតុអីបានជាឯងស្ពាយកាបូបរៀនបែបនេះសៀវហួយឆ្លើយខ្ញុំត្រូវទៅរៀនពាក្យថាទៅរៀនដូចជាពន្លឺបំភ្លឺចូលក្នុងជីវិតរបស់នាងដោយមិនដឹងខ្លួនក្មេងតូចក៏បានដើរទៅតាមផ្លូវឆ្ងាយជាងអ្វីដែលនាងត្រូវគិតព្រៃស្រុបទ្រប់ឆ្លងកាត់ផ្លូវដ៏លំបាកហើយចុងក្រោយត្រូវឡើងលើភ្នំមួយត្រេតខ្លាំងនាងឈរដាក់ដង្ហើមស្រាប់តែឃើញទង់ជាតិប្រក្រហមស្រស់លេចចេញមុខនាងដើរចូលទៅក្នុងសាលាបុរាណមួយយ៉ាងអៀនខ្មាស់ភ្លាមនោះសំឡេងអានសៀវភៅច្បាស់ដូចជាខ្យល់ពេញត្រចៀករបស់នាងដើរតាមសំឡេងទៅដល់បង្អួចខាងក្នុងសំឡេងអានសៀវភៅស្រស់គ្នាគ្រូស្រីម្នាក់អោបកូនតូចលើខ្នងហើយបន្តបង្រៀនលើក្តារខៀនខ្មៅមានអក្សរដែលក្មេងតូចមើលមិនឃើញនិងមិនយល់នៅពេលដែលគ្រូសរសេរដៃតូចរបស់នាងក៏លួចគូតាមដោយមិនដឹងខ្លួនថ្ងៃនោះនាងត្រឡប់មកផ្ទះយឺតជាងធម្មតាបន្ទាប់ពីត្រូវម្ដាយស្ដីបន្ទោសឪពុកក៏បានដួសបាយនិងម្ហូបឲ្យនាងញ៉ាំហើយនៅពេលនោះអារម្មណ៍មួយក៏បានកើតឡើងដែលមិនធ្លាប់មានធ្វើឲ្យជំរុញចិត្តរបស់នាងលើកឡើងមកនិយាយជាមួយឪពុកថាប៉ាខ្ញុំចង់ទៅរៀនដៃឪពុកដែលកំពុងតែត្បាញឫស្សីក៏ឈប់ភ្លាមគាត់រកលេសថាឯងនៅតូចពេកនាងបានបន្តសៀវហួយអាយុប្រពន្ធខ្ញុំដូចគ្នាហើយអ្វីក៏អាចទៅរៀនបានពុកនាងបន្តឥឡូវផ្ទះយើងក្រខ្លាំងណាស់កូនចាំ2ឆ្នាំទៀតប៉ាមានលុយគ្រប់គ្រាន់ប៉ានឹងឲ្យឯងទៅរៀនហើយ爸爸，哎，我想上学。现在家里穷，等过2年家里有钱了，一定送你上学，好不好？2ឆ្នាំទៀតជាលេសដែលគ្រួសារក្រីក្រនិយាយញឹកញាប់បំផុតក៏ជាពាក្យដែលក្មេងៗមិនចូលចិត្តស្ដាប់ទោះវាស្ដាប់មើលទៅទន់ភ្លន់ក៏ដោយចាប់ពីថ្ងៃនោះទៅនៅក្រៅបង្អួចសាលាមានក្មេងមកអង្គុយជាប់នាង
ខ្លាចជាសិស្សក្រៅបញ្ជីអង្គុយស្ដាប់មេរៀនម្ដងអស់ពាក់កណ្ដាលថ្ងៃរហូតដល់ថ្ងៃមួយអ្នកគ្រូក្រលៀសភ្នែកមើលដៃចៃដន្យហើយឃើញក្មេងស្រីកំពុងស្ដាប់យ៉ាងផ្ដោតអារម្មណ៍នៅក្រៅបង្អួចគ្រូឃើញហើយក៏ដើរចេញទៅភ្លាមហៅនាងមកសួរក្មេងស្រីហើយដើរថយក្រោយខ្លួនទាំងមូលប៉ះនឹងជញ្ជាំងអ្នកគ្រូនិយាយដោយសំឡេងទន់ភ្លន់ថាកូនស្រីកូនឈ្មោះអ្វីនាងឆ្លើយខ្ញុំឈ្មោះសៅមីអ្នកគ្រូក្មេងប្រុសៗក្នុងថ្នាក់កំពុងស្រែកកាត់ដោយសារចំអកនាងអ្នកគ្រូបានស្រែកឲ្យពួកគេចាញ់ចុះឆ្នាំនេះឯងមានអាយុប៉ុន្មានហើយនាងឆ្លើយខ្ញុំមានអាយុ7ឆ្នាំហើយអ្នកគ្រូចុះហេតុអ្វីបានជាឯងមិនចូលរៀនក្មេងតូចអោនក្បាលចុះដៃនាងនៅមិនស្ងៀមហើយមិននិយាយអ្វីទាល់តែសោះអ្នកគ្រូយល់ហើយក៏មិនសួរបន្តទៀតគ្រាន់តែចាប់ដៃនាងនិងនាំនាងចូលមកក្នុងថ្នាក់រកកន្លែងអង្គុយគាត់និយាយថាសៅមីចាប់ពីពេលនេះទៅកុំស្ដាប់នៅខាងក្រៅអីទៀតចូលមកអង្គុយក្នុងថ្នាក់បានណានេះគឺជាកន្លែងរបស់ឯងហើយនេះគឺជាលើកដំបូងដែលសៅមីឈានជើងចូលក្នុងថ្នាក់រៀនដូចជាមានអារម្មណ៍សុបិនអារម្មណ៍របស់នាងផ្លាស់ប្ដូរដោយមិនដឹងខ្លួននាងលួចញញឹមដោយនឹកស្មានមកដល់មិត្តអង្គុយក្បែរនោះក៏បានចែកសៀវភៅពាក់កណ្ដាលឲ្យនាងអាននាងគ្មានបិចនាងក៏ប្រើម្រាមដៃគូនៅលើតុពេលនាងត្រឡប់មកផ្ទះវិញនាងបានយកមេឈើទៅសេអក្សរលើដីសូម្បីតែមុនពេលនាងបិទភ្នែកគេងនាងក៏នៅតែគូអក្សរម្ដងហើយម្ដងទៀតនាងគិតថាពេលនេះបើមានប៊ិចមួយដើមមិនដឹងល្អជាងយ៉ាងណាទេដើម្បីបានប៊ិចមួយដើមពេលថ្ងៃនាងទៅកាប់ឫស្សីបំបែកឫស្សីហើយពេលយប់ប្រើពន្លឺព្រះច័ន្ទត្បាញកន្ត្រកឫស្សីនាងមុតដៃជាញឹកញាប់ប៉ុន្តែនាងមិនដែលត្អូញត្អែសូម្បីបន្តិចឡើយចុងសប្តាហ៍នាងយកកន្ត្រកដែលនាងត្បាញរួចទៅលក់នៅលើទីផ្សារពេលព្រឹករហូតដល់រសៀលរហូតដល់មនុស្សស្ងាត់នៅក្នុងផ្សារកន្ត្រករបស់នាងតូចគ្មាននរណាទិញគ្មាននរណាសួរទាល់តែសោះពេលនោះនាងអស់សង្ឃឹមស្រាប់តែមានក្មេងស្រីលក់បន្លែនៅក្បែរនោះបានកាច់ដំឡូងជាពីរចំណែកហើយហុចឲ្យសៅមីនាងក៏សួរទៅកាន់សៅមីថាក្មេងតូចតើឯងលក់នេះដើម្បីអ្វីនាងឆ្លើយខ្ញុំចង់បានលុយទិញបាយញ៉ាំខ្ញុំទិញប៊ិចទិញសៀវភៅខ្ញុំចង់ទៅរៀនក្មេងស្រីលក់បន្លែក៏នៅស្ងៀមគិតដល់ខ្លួនឯងដែលធ្លាប់ប្រាថ្នាចុងក្រោយក៏ត្រូវបោះបង់ល្ងាចបន្តិចផ្សារក៏ចាប់ផ្ដើមស្ងាត់ខ្លាំងក្មេងស្រីលក់បន្លែក៏លក់អស់ទៀតនាងត្រៀមខ្លួនរៀបចំនឹងត្រឡប់ទៅផ្ទះហើយស្រាប់តែក៏លេចភ្នែកឃើញសៅមីនៅអង្គុយនៅនឹងកន្លែងចិត្តមោះមុតមិនបោះបង់និងមិនរអ៊ូរទាំសូម្បីមួយម៉ាត់នាងសួរថាតើកន្ត្រកនេះថ្លៃប៉ុន្មានសៅមីឆ្លើយបងស្រីយកទៅប្រើចោះខ្ញុំមិនយកលុយបងទេក្មេងស្រីបានលក់បន្លែក៏បានប្រាប់នាងថាឯងនៅត្រូវទៅទិញបាយនិងសម្ភារៈសិក្សាទៀតក្មេងស្រីក៏បង្ខំចិត្តយកដៃរបស់សៅមីដាក់កាក់ចូលហើយក៏ប្រាប់ថាទៅទិញប៊ិចសៀវភៅរៀនទៅហើយប្រឹងរៀនណានាងក៏ញញឹមដោយលាក់សុបិនដែលខ្លួនមិនទាន់បានបំពេញហើយលើកស្ទួយគ្រាប់ពូជមួយដែលកំពុងចង់ដុះតាមផ្លូវត្រឡប់ទៅផ្ទះក្មេងតូចដូចជាកាន់ទ្រព្យសម្បត្តិដ៏មានតម្លៃដើរផងគូផងនៅលើអាកាសតែពេលឆ្លងកាត់ទឹកនាងក៏របូតដៃជ្រុះបិចចុះទៅក្រោមវាធ្លាក់ចូលទៅក្នុងទឹកហូរខ្លាំងនាងរត់ដេញដូចមនុស្សឈួតដួលហើយក្រោកហើយដួលតែបិចនោះហូរទៅឆ្ងាយនាងព្យាយាមចុះទៅរកតែរអិលដួលក្នុងទឹកនាងក៏អង្គុយសង្ងំនៅទីនោះមើលសៀវភៅដែលជ្រាបទឹកខូចអស់ទឹកភ្នែកក៏ហូរការខិតខំជាច្រើនថ្ងៃសង្ឃឹមទាំងអស់ត្រូវបានហូរទៅតាមទឹកទាំងអស់ពេលនាងត្រឡប់មកដល់ផ្ទះវិញខ្លួនទាំងមូលសាមជោគប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអ្នកគ្រូបានមកដល់ផ្ទះឃើញក្មេងតូចសាមជោគម្ដាយប្រញាប់រកខោអាវក្រាស់ដើម្បីបដូរឲ្យនាងភ្លាមបន្ទាប់មកអ្នកគ្រូនិយាយដំណឹងល្អទៅកាន់នាងគ្រូបានបញ្ចុះបញ្ចូលឪពុកម្ដាយឯងរួចហើយពុកនាងនិយាយសាមីតើកូនពិតជាចង់ទៅរៀនមែនទេនាងឆ្លើយចាប៉ាល្អអញ្ចឹងឯងត្រូវខំរៀនណាទោះបីជាផ្ទះយើងក្រពុកម៉ែក៏នឹងឲ្យឯងទៅរៀនដែរនាងស្ដាប់យ៉ាងរីករាយភ្លាមនោះនាងរត់ទៅអបឪពុកទាំងទឹកភ្នែកហូរមិនមែនព្រោះតែរឿងសោកសៅនោះទេប៉ុន្តែគឺព្រោះតែភាពភ្ញាក់ផ្អើលនិងសេចក្តីរីករាយម្ដាយយកកៅអៅដែលនាងមិនធ្លាប់ហ៊ានពាក់
តាំងពីថ្ងៃរៀបការមកកែឲ្យសៀវមីជាកៅអៅថ្មីសម្រាប់ចូលរៀនឪពុកយកឫស្សីនិងមែកឈើធ្វើជាដងខ្មៅដៃមួយបន្ទាប់មកទៅហាងលក់សៀវភៅចំណាយលុយត្រឹម1សេនទិញស្នូខ្មៅដៃយកមកដាក់ចូលក្នុងដងខ្មៅដៃនោះខ្មៅដៃមួយដើមដែលមានតែមួយគត់នៅក្នុងលោកបានកើតឡើងសៀវមីចាប់កាន់ខ្មៅដៃដោយមិនលែងហើយនិយាយដោយសប្បាយចិត្តជាមួយឪពុកគេថាប៉ាពិតជាអស្ចារ្យខ្លាំងណាស់តាមផ្លូវទៅសាលាដែលមិនធ្លាប់មានថ្ងៃណាដែលស្រាក់ចិត្តបែបនេះទេក្មេងតូចស្ទើរតែលោតឆ្លងកាត់ព្រៃនោះនាងបែរមុខទៅរកភ្នំធំហើយប្រមូលកម្លាំងនៅក្នុងខ្លួនទាំងអស់ស្រែកចេញពីចិត្តថាខ្ញុំបានទៅរៀនហើយនៅក្នុងថ្នាក់រៀនភ្នែកនាងបើកធំភ័យខ្លាចបាត់បង់ពាក្យណាមួយពីមាត់អ្នកគ្រូក្រោយចេញពីសាលានាងជួយកិច្ចការងារឪពុកម្ដាយពេលយប់ក្រោមពន្លឺភ្លើងទៀននាងសរសេរកិច្ចការយ៉ាងប្រុងប្រយ័ត្នភ័យខ្លាចខុសសូម្បីតែមួយចំណុចព្រឹកឡើងនាងយកកិច្ចការទៅឲ្យអ្នកគ្រូប៉ុន្តែចៃដន្យបែរជាប៉ះឃើញគ្រួសាររបស់អ្នកគ្រូឆ្លោះគ្នាទើបដឹងថាថ្លៃសាលារបស់ខ្លួនអ្នកគ្រូជាអ្នកយកលុយប្រាក់ខែផ្ទាល់ខ្លួនរបស់គាត់យកទៅបង់ជំនួសនាងប្តីរបស់អ្នកគ្រូបានស្ដីបន្ទោសយ៉ាងខ្លាំងទៅកាន់គាត់ថាហេតុអ្វីលុយផ្ទាល់ខ្លួនឯងមិនដេចត្រូវចំណាយឲ្យកូនអ្នកដទៃទៅវិញអ្នកគ្រូក៏ឆ្លើយក្មេងៗទាំងអស់នោះពួកគាត់ត្រូវការរៀនបើមិនបានរៀនថ្ងៃមុខពួកគាត់ពិតជាពិបាកហើយក្នុងជីវិតរបស់គាត់ប្តីនាងបន្តកូនអ្នកដតីមានឪពុកម្ដាយគេថែហើយឯងទំនេរមែនទេបានតែឈឺឆ្អាលរឿងគេម្លេះនៅពេលនោះសៀវមីទើបយល់ថាតម្លៃនៃការអង្គុយរៀននៅក្នុងថ្នាក់គឺជាការបង្កឲ្យមានបញ្ហានៅក្នុងគ្រួសាររបស់អ្នកគ្រូនាងសេចក្តីរីករាយនៃការទៅរៀនភ្លាមៗក៏ក្លាយជាភារកិច្ចនិងសម្ពាធក្នុងចិត្តរបស់នាងនៅតាមផ្លូវមានអ្នកសារព័ត៌មានម្នាក់កាន់កាមេរ៉ាកំពុងកត់ត្រាផ្លូវទៅសាលារបស់ក្មេងៗគាត់ថតរាល់សកម្មភាពរបស់ក្មេងៗពេលរៀនយ៉ាងយកចិត្តទុកដាក់អ្វីដែលពិសេសនោះគឺថតស្ថានភាពនៅក្នុងថ្នាក់រៀនដែលលេចធ្លុះធ្លាយខ្យល់ចូលគ្រប់ទិសទីពេលនោះដែរគាត់ក៏បានចុចកាមេរ៉ាប៉ះជ្រុំមុខរបស់សៀវមីកំពុងសម្លឹងក្តារខៀនយ៉ាងយកចិត្តទុកដាក់ផ្នែកមួយគូពោពេញទៅដោយចំណងចង់ចេះចង់ដឹងនិងភាពស្វាហាប់ការយកចិត្តទុកដាក់ក្នុងការរៀនសូត្រសូម្បីតែអ្នកសារព័ត៌មានក៏នឹកស្មានមិនដល់ថារូបថតមួយសន្លឹកនេះចៃដន្យនោះក៏អាចបង្កើតចំណាប់អារម្មណ៍ពីមហាជននិងសេចក្តីស្រឡាញ់ស្ទើរទាំងទូទាំងប្រទេសផងដែររដូវភ្លៀងមកដល់ថ្នាក់រៀននៅក្នុងសាលាបុរាណនោះក៏ជ្រាបទឹកគ្រប់ទីកន្លែងក្មេងៗកំពុងប្រឡងបណ្ដើរត្រង់ទឹកភ្លៀងបណ្ដើរក្នុងចានតែទោះបីជាក្នុងស្ថានភាពអាក្រក់បែបនេះសៀវមីនិងមិត្តភ័ក្តិទាំងអស់ប្រឡងបានពិន្ទុពេញគ្រប់មុខវិជ្ជារង្វាន់របស់នាងគឺជាប៊ិចមួយដើមដែលអ្នកគ្រូរក្សាទុកយូរមកហើយនិងបានទៅសើមួយសន្លឹកសម្រាប់សិស្សល្អឪពុករបស់នាងរីករាយខ្លាំងណាស់ផ្ទះថ្ងៃនេះធ្វើម្ហូបពីរមុខជាពិសេសឪពុកនាងផឹកស្រាយ៉ាងច្រើនកែវទៀតផងម្ដាយរបស់នាងក៏បានប្រាប់ថាស្រានេះទុកចូលឆ្នាំខាងមុខផងតែគាត់ថាថ្ងៃនេះរីករាយជាងចូលឆ្នាំទៅទៀតគាត់ក៏សើចហើយគាត់បន្តប្រាប់កូនគាត់ថាកូនត្រូវបន្តការខំប្រឹងម្ដាយក៏និយាយបន្ថែមចំណេះដឹងអាចបដូរវាសនាបានណាកូននាងសួរឪពុកម្ដាយនាងថាអ្វីទៅគឺជាវាសនាគាត់បានឆ្លើយថាសម័យកូនកើតមកនៅក្នុងភ្នំខ្លាចជាកូនរបស់ប៉ាម៉ាក់នេះគេហៅជាវាសនាដែលបដូរមិនបានតែវាសនាអនាគតទៅជាយ៉ាងណាគឺអាស្រ័យលើកូនហើយរឿងតែមួយមុខគត់ដែលអាចផ្លាស់ប្ដូរវាសនាបាននោះគឺការរៀនសូត្រឪពុកនាងមានជំនឿលើសៀវមីគាត់ចង្អុលលើជញ្ជាំងដីចាស់ៗហើយនិយាយថាយកបានសរសើររង្វាន់បិទឲ្យពេញជញ្ជាំងនេះក្មេងតូចក៏ឆ្លើយប្រាប់គាត់ថាចាប៉ាខ្ញុំនឹងខំប្រឹងរៀនបន្ថែមខ្ញុំនឹងបដូរវាសនារបស់ខ្ញុំហើយខ្ញុំនឹងបដូរវាសនារបស់គ្រួសាររបស់យើងទាំងអស់គ្នាភ្លៀងធ្លាក់ជាប់គ្នាទឹកលិចវាស្រូវរបស់ផ្ទះក្មេងតូចពួកគាត់បានបាត់បង់ផលចម្ការ2ឆ្នាំជាប់គ្នាទៅហើយសូម្បីតែអំបិលក៏ត្រូវទិញជាបំណុលផងដែរអ្នកលក់ក៏និយាយទៅកាន់ក្មេងតូចថាផ្ទះឯងជំពាក់យើងច្រើនហើយមិនអាចឲ្យឯងជំពាក់បន្តទៀតទេនាងឆ្លើយចាំស្រូវទុំនឹងសងវិញលោកពូគាត់ថាស្រូវផ្ទះឯងលិចអស់ហើយតើយកអីមកសងវិញឪពុកអង្គុយចាំកូននៅវាស្រូវមួយថ្ងៃពេញហើយចុងក្រោយគាត់ហៅសៀវមីមកចិត្តធ្វើសេចក្តីសម្រេចដែលឈឺចាប់បំផុតក្នុងជីវិតថ្ងៃស្អែកជាថ្ងៃចុងក្រោយដែលកូនទៅរៀនចាប់តាំងពីពេលនេះទៅកូនកុំទៅទៀតអីណានាងសួរហេតុអ្វីប៉ាថ្លៃសាលាឆ្នាំមុនរបស់កូនអ្នកគ្រូលៀងជាអ្នកជួយបង់ជំនួសទេបើឆ្នាំនេះឯងទៅបន្តទៀតច្បាស់ណាស់អ្នកគ្រូក៏ត្រូវបង់ជំនួសឯងបន្ថែមទៀតដែរពួកយើងជំពាក់គាត់ច្រើនណាស់
បែបនេះយើងអត់ដឹងថាពេលណាទើបសងគាត់អស់ទេនាងឆ្លើយទាំងក្តុកក្តួលតែកូនចង់ទៅរៀនប៉ាឪពុកឆ្លើយថាប៉ាដឹងតែគ្រូនិងកូនគាត់ក៏ត្រូវការអាហារញ៉ាំដែរឯងគិតមើលចុះឪពុកនិយាយហេតុផលចប់ទុកឲ្យសៀវមីអ្នកសម្រេចចិត្តលើខ្លួនឯងនាងមិនស្រក់ទឹកភ្នែកតែភ្លាមនោះនាងយកមាន់ចាស់មួយក្បាលដែលនៅសល់ក្នុងផ្ទះតែមួយគត់ទៅឲ្យអ្នកគ្រូនាងគ្រូនិយាយកូនមិនទៅរៀនទៀតទេគួរឲ្យស្ដាយណាស់នាងឆ្លើយនាងនៅផ្ទះក៏អាចសិក្សាបានដែរគ្រូនិយាយបន្តខ្ញុំនឹងទៅនិយាយជាមួយឪពុកម្ដាយឯងរឿងលុយទុកសិនចុះសំខាន់ឲ្យតែកូនបានទៅរៀនសិននាងឆ្លើយប៉ុន្តែអ្នកគ្រូជួយបង់ថ្លៃសាលាឲ្យសិស្សជាច្រើនរូបហើយខ្ញុំមិនអាចឲ្យអ្នកគ្រូជួយបង់ឲ្យខ្ញុំទៀតទេភាពស្ងៀមស្ងាត់ដ៏សោកសៅរវាងគ្រូនិងសិស្សសៀវមីយកកិច្ចការដែលនាងធ្វើពីម្សិលមិញឲ្យអ្នកគ្រូពិនិត្យជាលើកចុងក្រោយគ្រូពិនិត្យយ៉ាងហ្មត់ចត់គ្មានសំណួរណាមួយដែលខុសនាងទទួលបាន100បន្ទុកពេញដូចរាល់ដងពេលសៀវមីដើរចេញពីថ្នាក់រៀននាងមិនអាចទប់ខ្លួនបានទេបែរជាមើលមកក្រោយម្ដងទៀតទឹកភ្នែកហូរចុះដោយមិនដឹងខ្លួនវាមិនមែនត្រឹមតែការចាក់ចេញពីគ្រូទេតែបែរទៅជាការលាសុបិននិងការកែប្រែវាសនាយ៉ាងជឿចាប់បំផុតបន្ទាប់ពីថ្ងៃនោះមកជីវិតរបស់សៀវមីត្រឡប់ទៅចំណុចដើមចិញ្ចឹមទាធ្វើចំការត្បាញកន្ត្រកតែមានរឿងដែលខុសពីមុននោះគឺនាងតែងតែយកប៊ិចដែលគ្រូនាងឲ្យនាងមកហាត់សរសេរដែលអក្សរដែលធ្លាប់រៀនពីមុនមកនាងអង្គុយស្ងៀមយូរហើយចុងក្រោយនាងយល់ថាប៊ិចមួយដើមនេះដូចជាសុបិននៃការរៀនដែលបានដើរដល់ចំណុចចុងក្រោយនាងរត់ឡើងលើភ្នំយ៉ាងលឿនឈរនៅកន្លែងដែលអាចមើលឃើញសាលាយកសៀវភៅកិច្ចការដែលរក្សាទុកមកហែកចោលចុងក្រោយនាងលើកទឹកប៊ិចដែលអស់នោះយកទៅបោះចូលនៅក្នុងជ្រោះហើយលើកនេះគឺនាងផ្ទាល់ដែលបោះបង់សុបិនចោលប៉ុន្តែវាសនាតែងតែលាក់ផ្លូវថ្មីនៅក្នុងភាពអស់សង្ឃឹមបំផុតរូបថតមួយសន្លឹកដែលចាប់បានភ្នែកនាងដោយចៃដន្យត្រូវបានបោះពុម្ពបិទផ្សាយពេញទីក្រុងកាសែតបោះពុម្ពទូរទស្សន៍ផ្សាយបន្តហើយសរសេរលើគ្រប់មុខថាគម្រោងនៃក្តីសង្ឃឹមសៀវមីកំពុងធ្វើការដាំដុះយ៉ាងយកចិត្តទុកដាក់ភ្លាមនោះអ្នកគ្រូនិងនាយកសាលាបានកាន់កាសែតមួយរត់មករកសម្ដៅមករកនាងសៀវមីឃើញបែបនេះងើយមុខយ៉ាងយឺតភ្នែកនាងស្រវាំងដោយសារតែធ្វើការយូរនៅក្រោមកម្ដៅថ្ងៃលោកនាយកសាលាបានសួរទៅកាន់នាងថាសៀវមីឯងមើលកាសែតនេះមើលមនុស្សនៅក្នុងរូបនេះគឺជាឯងមែនទេពេលភ្នែកនាងប៉ះរូបថតដូចជាស្រវាំងមើលសម្លៀកបំពាក់នេះដូចជាសម្លៀកបំពាក់របស់នាងមិនទាន់បាននិយាយអ្វីផងគាត់ក៏បន្តថាគ្មានអ្នកផ្សេងក្រៅពីឯងនេះទេបន្ទាប់មកលោកនាយកសាលាយកសម្បត្តិមួយច្បាប់មានបុរសម្នាក់ឈ្មោះលីវ៉ាន់ឃើញរូបនេះហើយរង្គោះរង្គើចិត្តយ៉ាងខ្លាំងគាត់តាក់ទងមកសាលាសុកចិត្តជួយឧបត្ថម្ភថ្លៃសិក្សារបស់សៀវមីជារៀងរាល់ឆ្នាំនេះគឺជាបង្កាន់ដៃផ្ទេរប្រាក់តោះតែឃើញបង្កាន់ដៃផ្ទេរប្រាក់នេះហើយទើបសៀវមីភ្ញាក់ពីការស្រវាំងភ្នែកនាងនិយាយខ្ញុំពិតជាបានទៅរៀនហើយមែនទេអ្នកគ្រូក៏ឆ្លើយតបពិតណាស់ឯងពិតជាបានទៅរៀនហើយសៀវមីបានត្រឡប់ចូលថ្នាក់រៀនវិញហើយរៀនដោយខិតខំជាងពេលណាទាំងអស់ក្រៅពីអ្នកឧបត្ថម្ភដែលប្រើឈ្មោះคล้ายឈ្មោះលីវ៉ាន់សៀវមីក៏ទទួលបានប្រាក់ជំនួយពីជនអនាមិកជាច្រើនសូម្បីប្រាក់ចូលនិវត្តន៍របស់លោកតាចាស់ម្នាក់ក៏គាត់បានផ្ដល់ឲ្យសៀវមីទាំងអស់ដែរមានលុយជាច្រើនបែបនេះសៀវមីមិនគិតពីខ្លួនឯងទាល់តែសោះអ្វីដែលនាងគិតគឺគិតពីក្មេងៗនិងមិត្តរួមថ្នាក់ដែលធ្លាប់បោះបង់សាលាដូចនាងអ្វីដែលនាងមើលឃើញទាំងអស់គឺជាភាពឈឺចាប់ដូច្នេះនាងបានយកប្រាក់ជំនួយដែលលើសពីតម្រូវការរបស់នាងឲ្យទៅកាន់គ្រូរបស់នាងនេះគឺជាប្រាក់ដែលគេបរិច្ចាគឲ្យឯងទេណានាងឆ្លើយពូលីនវ៉ាន់ជួយខ្ញុំជារៀងរាល់ឆ្នាំ100យួនគឺគ្រប់គ្រាន់សម្រាប់ខ្ញុំទៅរៀនឲ្យអ្នកគ្រូប្រាក់ដែលលើសសូមឲ្យអ្នកគ្រូទៅជួយអ្នកផ្សេងទៀតអ្នកគ្រូតតែផ្ទះឯងក៏មិនសូវសម្បូរដែរនាងក៏ឆ្លើយថាប្រាក់នេះគេឲ្យខ្ញុំទៅរៀនឥឡូវខ្ញុំអាចទៅរៀនបានហើយប៉ុន្តែនៅសៀវហ៊ូជាវនិងក្មេងៗជាច្រើនទៀតដែលមិនទាន់អាចទៅរៀនខ្ញុំចង់ឲ្យពួកគេបានរៀនជាមួយខ្ញុំសេចក្តីស្រឡាញ់និងការគាំទ្រពីមហាជនហូរហែដូចទឹកការបបរៀនថ្មីសម្ភារៈសិក្សានិងប្រាក់ជំនួយមិនត្រឹមតែជួយសៀវមីប៉ុណ្ណោះទេតែបែរជាជួយបានក្មេងៗនៅក្នុងភូមិដែលមានវាសនាដូចគ្នាមួយឆ្នាំបន្ទាប់ក្រោមការគ្រប់គាំទ្ររបស់គម្រោងនៃក្តីសង្ឃឹម
ក្នុងភូមិបានសាងសង់សាលាបឋមសិក្សាថ្មីមួយមានទីលានដើម្បីរត់លេងនិងសាលារៀនដ៏ថ្មីស្រឡាងចាប់តាំងពីពេលនោះមកជីវិតរបស់សៀវមីដើរទៅមុខយ៉ាងលឿននាងត្រូវបានចងចាំទុកក្នុងនាមជាក្មេងស្រីភ្នែកធំហើយក្លាយជារូបសញ្ញារបស់គម្រោងនៃក្តីសង្ឃឹមនាងបានប្រឡងចូលសាកលវិទ្យាល័យអានហ៊ុយសិក្សាផ្នែកហិរញ្ញវត្ថុបានបញ្ចប់ដោយជោគជ័យពេលនោះនាងចូលធ្វើការនៅធនាគារមានជីវិតមួយសមរម្យនិងមានកិត្តិយសឆ្នាំ2017ជាក្មេងស្រីភ្នែកធំត្រូវបានជ្រើសរើសជាអនុប្រធានអង្គការដឹកនាំយុវជនថ្នាក់ខេត្តអានហ៊ុយនៅប្រទេសចិនក្មេងស្រីដែលធ្លាប់បោះបង់ចោលការសិក្សាព្រោះតែខ្វះខាតត្រឹមតែ70យន់ថ្ងៃនេះក្លាយជាស្ត្រីដែលមានអាជីពនិងរឹងមាំមានការទំនួលខុសត្រូវខ្ពស់នាងយកប្រាក់ខែមួយភាគបរិច្ចាគឲ្យគម្រោងនៃក្តីសង្ឃឹមជារៀងរាល់ឆ្នាំនាងបានបន្តឧបត្ថម្ភជូនសិស្សក្រីក្រនៅឆ្នាំ2018នាងបានបង្កើតមូលនិធិដែលបង្កើតឡើងដើម្បីជួយការអប់រំដែលនាងបានយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅដាក់ទាំងអស់ត្រឹមឆ្នាំនោះភ្នែកធំមិនមែនត្រឹមតែជារឿងជោគជ័យរបស់ក្មេងស្រីម្នាក់ទេប៉ុន្តែវាជារូបភាពនៃសម័យមួយសុទ្ធមួយគ្រាប់អាចបដូរបាយបានតែខ្មៅដៃមួយដើមវិញបែរទៅជារបស់ដែលមានតម្លៃនិងប្រណិតថ្នាក់រៀនលិចទឹកគឺជារឿងធម្មតាគ្រូម្នាក់បង្រៀនច្រើនថ្នាក់ហើយសូម្បីតែអោបកូនបង្រៀនក៏ជារឿងធម្មតាការបោះបង់សាលាព្រោះតែខ្វះលុយមិនមែនជារឿងដែលពិសេសទេតែវាគឺជាបញ្ហាមនុស្សមួយចំនួនត្រូវប្រឈមមុខភាពស៊ីជម្រៅនៃរឿងមិនមែនស្ថិតនៅលើទុក្ខលំបាកតែមួយមុខគត់ទេតែវាស្ថិតនៅលើការចាប់យកសង្ឃឹមជាស្នូលអ្នកគ្រូលៀងជួយបង់ថ្លៃសាលានោះក៏ជាសង្ឃឹមអ្នកសារព័ត៌មានចុចកាមេរ៉ាថតនោះក៏ជារឿងដែលជាក្តីសង្ឃឹមជំនួយពីជនអនាមិកលីវ៉ាន់នោះក៏ជាសង្ឃឹមការចូលរួមចំណាយពីសង្គមទាំងមូលក្នុងគម្រោងនៃក្តីសង្ឃឹមនោះគឺជាក្តីសង្ឃឹមកម្រិតជាតិវាមានជាប្រព័ន្ធនៅចុងរឿងកាមេរ៉ាថយក្រោយយឺតសាលាបុរាណដែលធ្លាប់ខូចខាតបានក្លាយជាសាលាសង្ឃឹមថ្មីមួយសំឡេងក្មេងអានទង់ជាតិហោះរវិចរវិចសៀវមីឈរនៅក្រៅថ្នាក់ដូចមុនពេលនេះមិនមានសកម្មភាពទាំងអស់នេះទេព្រោះតែការខ្វះខាតទាំងនោះបានបំពេញគ្រប់គ្រាន់ស្នាមញញឹមបំពេញទៅដោយភាពពេញចិត្តភ្នែកមួយគូនេះធ្លាប់តែមើលឃើញទុក្ខលំបាកតែពេលនេះវាបានបញ្ចេញពន្លឺវាជារឿងភ្នែកធំមួយគូហើយក៏ជារឿងរបស់អ្នកក៏ជារឿងរបស់ខ្ញុំដែលមិនធ្លាប់បោះបង់ការរៀនសូត្រគឺជារឿងមានតម្លៃបំផុតសម្រាប់ជីវិតនៅពេលដែលយើងលងខ្លៅច្បាស់ណាស់រឿងដែលយើងមិនចង់ប្រាថ្នានឹងកើតឡើងលើខ្លួនយើងជីវិតមួយនេះគឺជាការបំពេញឲ្យគ្នាហើយការរៀនសូត្រគឺជារឿងដែលសំខាន់មិនអាចបោះបង់បានខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្ដាប់រឿងនេះនឹងជាប្រយោជន៍ជាពិសេសអាណាព្យាបាលទាំងអស់គួរតែបង្ហាញរឿងនេះទៅកាន់កូនដែលគាត់មានអ្វីគ្រប់យ៉ាងហើយប៉ុន្តែបែរមកមើលសៀវមីវិញអ្វីក៏គ្មានប៉ុន្តែនាងបានមោះមុតក្នុងការរៀនសូត្រនេះគឺជារឿងមួយដែលល្អអរគុណម្ដងទៀតសម្រាប់ការយកពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាមកស្ដាប់ការចូលចិត្តទៅលើវីដេអូរបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តបំផុតដែលធ្វើឲ្យខ្ញុំនឹងធ្វើបន្តជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ